មានរឿងមួយដំណើរថាមានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លូញខលណាស់គ្រូល្ងងណាស់ឆោតច្រើនគ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះមកឆាន់ផ្ទះដល់ម្ដងឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកឧបាសិកាគេប្រគល់វត្ថុអ្វីឆាន់សោះបើដូច្នោះគួរអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាភ្លូញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូចអាភ្លូញជាសិស្សក៏ទិញអំបិលមួយចុងច្រកការរងស្រេចគ្រូឃើញសួរថាហេតុដូចម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីងៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករុណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលដើរពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឬសូដងរែកដូចជាស្រួលក៏សួរថាអាភ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូលថាព្រះករុណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាឯងជិះដំរីអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីលើដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបរដំរីទៅចាំអញម្លប់ឈើមុខសិស្សបរដំរីទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូបររហូតដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់បែរមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសឹមនាំយកសិស្សមកយកហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាកលោកគិតថាទីនេះបើប្រសិនជាមានគេដើរមកចម្រោកឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលុះដល់សួរសិស្សថាហេតុដូចម្ដេចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំព្រះករុណាបរដំរីមកព្រមចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងដើរដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលឯណាគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះអញកាច់ដើមឈូកដោតជាសម្គាល់ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ទុកក្នុងត្រពាំងនេះសិស្សលាន់មាត់ថាម៉ែអើយវារលាយអស់ហើយអាភ្លូញក៏ចុះទៅយកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់ចំណងដែលចង់មាត់ការុងដាច់អស់ឃើញឯត្រីកញ្ជុះមួយនៅក្នុងការុងនោះសិស្សទូលលោកគ្រូថាមានត្រីកញ្ជុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ទៅហើយយកត្រីនិងការុងប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងមុតដៃនឹងធ្មង់ត្រីជាប់ពីត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកធ្មង់វាឆាប់ត្បិតអញឈឺណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមហូរជាខ្លាំងពីត្រីរឹតតែឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ជុះទៅផងដល់ទៅវត្តប្រាប់កូនសិស្សថាអាភ្លូញឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ជុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពីអន់ចាប់ពើតលោកគ្រូក៏សំងុំសឹងលក់ទៅឯអាភ្លូញក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនូកនិងឆ្អឹងត្រីក្នុងចានគ្រប់តែវាគ្រប់មិនឲ្យចិត្តលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាភ្លូញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនគ្រូចេញមកវិញទូថាបាយនិងត្រីរុយស៊ីអស់ទៅហើយនៅសល់តែមួយពំនូកនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថាឯងវារុយកុំឲ្យវានៅលើកុដិអាភ្លូញជាសិស្សក៏វារុយមិនឈប់គ្រានោះមានរុយទុំចេះរមុះគ្រូវីទៅមិនត្រូវរុយត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏មិនហ៊ានមកដោយខ្លាចគ្រូវីថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាភ្លូញជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តអាមិនស្នេហ៍ដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តវិញដើរលបចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកថាលោកគ្រូធ្វើអ្វីគ្រូក៏ហកថាអញសូត្រមន្តអាគមកំបាំងខ្លួនព្រោះអញទៅរៀនពីគេហើយលោកគ្រូគិតថាស្នេហ៍អញពូកែមែនបានជាសិស្សអញវាមកលុះព្រឹកឡើងសិស្សដើម្បីធ្វើម្ហូបស្រេចទូលថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នេះឯងលើកយកឲ្យអញឆាន់អាភ្លូញក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាស្ទៅលើក្បាលគ្រូស្រែកថាអាភ្លូញហេតុដូចម្ដេចក៏យកថាស្មុកដាក់លើក្បាលឯងសិស្សទូលថាខ្ញុំព្រះករុណាមើលមិនឃើញលោកគ្រូងាកចេញអាភ្លូញក៏ដាក់លើក្បាលគ្រូទៀតលោកគ្រូថាឯងដាក់ថាលើក្បាលអញទៀតហើយសិស្សថាខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញ
លោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកាសឥឡូវអញក៏ហកវាថាតាំងពីធីមន្តអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកាសមែនគួរទន្ទិញឲ្យចាំកុំឲ្យភ្លេចអាភ្លូនលុះប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាលើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាភ្លូនទូលថាបើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេកុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើឃ្លុំតែជ័យពោបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់អ្នកណានឹងមើលឃើញគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកឃ្លុំតែជ័យពោមិនស្លៀកស្បង់ដោយគិតថាឃ្លុំតែជ័យពោបានហើយព្រោះមន្តអាគមអញពូកែណាស់នរណានឹងមើលគេខ្មាស់ឃើញរួចនាំកូនសិស្សទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងស្ដាំក៏លេចគេខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នោះគេក៏នាំគ្នាសាច់ហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជាបន្ទោសសិស្សថាឯងមិនឲ្យអញស្លៀកស្បង់ឥឡូវអញខ្មាស់គេណាស់អាភ្លូនទូលថាលោកគ្រូកុំខ្ញាល់នឹងខ្ញុំព្រះករុណារឿងនេះប្រហែលខុសត្រណមទេឬលោកគ្រូសួរថាឯងឃើញអញខុសត្រណមដូចម្ដេចអាភ្លូនសួរថាកាលលោកគ្រូនិមន្តទៅឆាន់ផ្ទះឧបាសកនិមន្តទៅផ្លូវណាលោកគ្រូប្រាប់ថាអញកាលទៅចេញផ្លូវកើតសិស្សថាច្បាស់ជាលោកគ្រូខុសត្រណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថាបើរៀនមន្តអាគមទាំងពួងត្រូវឲ្យដំស៊ីផ្លែស្ដីសំបីតែមួយក្រោមដេកស្ដីក៏មិនបានវាសាប់មន្តអាគមឥឡូវលោកមួយក្រោមដើមស្ដីបានជាខុសត្រណមសាប់អាគមអស់ហេតុនេះបានជាគេឃើញគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នោះហើយក៏ថាអាភ្លូនអញភ្លេចដំបានជាយ៉ាងនឹងឯងថានោះពិតប្រាកដហើយលោកគ្រូនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យតាំងពីនោះមកអាភ្លូនជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយ